ខ្សែមាសនៃអតីតកាលភ្នូនៃមរតកនិងស្រមោលនីក្រេឆ្នាំ1812នៅទីក្រុងភ្នំពេញដែលជាអតីតរាជធានីនៃនគរខ្មែរជីវិតហាក់ដូចជាមានភាពស្ងប់ស្ងាត់បន្តិចបន្ទាប់ពីព្រះបាទអង្គចិនទី2បានយាងត្រឡប់មកពីដែនសៀមវិញដោយមានការគាំទ្រពីអាណាចក្រអណ្ណាមវៀតណាមស្រមោលនៃមហាអំណាចទាំងពីរនេះសៀមនៅភាគខាងលិចនិងអណ្ណាមនៅភាគខាងកើតបានរឹតបន្តឹងបន្តិចម្ដងមកលើព្រះរាជាណាចក្រកម្ពុជាដែលកំពុងព្យាយាមស្ដារនីតិរដ្ឋឡើងវិញបន្ទាប់ពីចំនួនផ្ទៃក្នុងអស់ជាច្រើនទសវត្សរ៍ក្នុងចំណោមប្រជារាស្ត្រខ្មែររាប់ពាន់នាក់ដែលកំពុងរស់នៅក្បែរដងទន្លេច្រាប់ជួរនោះមានយុវជនម្នាក់ឈ្មោះចម្រុងមានវ័យ23ឆ្នាំជាបុត្ររបស់ពលរដ្ឋអ្នកប្រែកម្នាក់ដែលធ្លាប់បម្រើការងារនៅឯរាជវាំងខ្លួនគេផ្ទាល់ក៏ជាអ្នកកត់ត្រានិងចម្លងរឿងរ៉ាវប្រវត្តិសាស្ត្រមួយរូបដែរដោយមានមុខងារតូចមួយនៅក្នុងក្រសួងប្រាក់រាជបណ្ដាល័យរាល់ថ្ងៃចម្រុងតែងតែអង្គុយត្រួតពិនិត្យនិងចម្លងសាត្រាស្លឹករឹតបុរាណដែលខ្លះសរសេរពីព្រះមហាក្សត្រដ៏រុងរឿងនៅសម័យអង្គរខ្លះទៀតពីសង្គ្រាមបង្ហូរឈាមនិងការបែកបាក់នគរទូលបង្គំជឿថាអំណាចពិតប្រាកដរបស់នគរមួយស្ថិតនៅលើប្រវត្តិសាស្ត្ររបស់គេចម្រុងតែងតែនិយាយជាមួយឪពុករបស់គេនៅពេលល្ងាចបន្ទាប់ពីការងារបើគ្មានប្រវត្តិសាស្ត្រទេគឺដូចជាដើមឈើគ្មានឫសដូច្នោះដែរឪពុករបស់គេឈ្មោះលោកពូឆៃដែលជាអ្នកមានបទពិសោធន៍ច្រើនជាងក៏បានឆ្លើយតបវិញថាពាក្យកូននិយាយមិនខុសទេចម្រុងប៉ុន្តែប្រវត្តិសាស្ត្រក៏ដូចជាកញ្ចក់ដែរវាមិនត្រឹមតែឆ្លុះបញ្ចាំងពីភាពរុងរឿងទេវាក៏បង្ហាញពីភាពខ្មៅងងឹតផងដែរកូនត្រូវចេះមើលឲ្យស៊ីជម្រៅកុំឲ្យចិត្តលំអៀងភ្នំពេញនៅពេលនោះទោះជាពោពេញដោយភាពតានតឹងក៏នៅតែមានភាពស្រស់ស្អាតវត្តអារាមនានាបានលេចត្រដែតឡើងវិញទីផ្សារនៅតែពោពេញដោយសំឡេងអ៊ូអរនៃការទិញលក់ឯការសម្ដែងរបាំព្រះរាជទ្រព្យក៏នៅតែបន្តធ្វើឡើងជាប្រចាំដើម្បីលើកស្ទួយស្មារតីជាតិនិងផ្សព្វផ្សាយវប្បធម៌ចម្រុងតែងតែឆ្លៀតពេលទៅទស្សនាការសម្ដែងទាំងនោះព្រោះវាជាកន្លែងដែលគេអាចបំភ្លេចភាពតានតឹងនយោបាយមួយរយៈក្នុងចំណោមហេរបាំដ៏ស្រស់ស្អាតទាំងនោះមាននារីវ័យក្មេងម្នាក់ឈ្មោះសុខាមានរូបឆោមលោមពណ៌ល្អឯកដៃទន់ភ្លន់ដូចស្លឹកឈើឯភ្នែកទាំងគូរបស់នាងដូចជាផ្កាយរះនៅលើមេឃានាងជាអ្នករបាំនិងតន្ត្រីការនីដ៏ឆ្នើមម្នាក់ក្នុងក្រុមរបាំព្រះរាជទ្រព្យរាល់ពេលដែលសុខារាំហាក់ដូចជានាងបានបញ្ចេញនៅព្រលឹងនៃនគរខ្មែរទាំងមូលចម្រុងតែងតែលួចគយគន់នាងពីចម្ងាយព្រោះមានអារម្មណ៍ថាសុខាគឺជានិមិត្តរូបនៃសម្រស់និងកម្លាំងចិត្តរបស់ជាតិថ្ងៃមួយបន្ទាប់ពីការសម្ដែងចប់សុខាបានដើរចេញពីឆាកទៅខាងក្រោយវាំងចម្រុងបានសម្រេចចុចចូលទៅជិតនាងជំរាបសួរអ្នកនាងសុខាចម្រុងនិយាយទាំងអឹមអៀនបន្តិចសុខាងាកមកមើលគេទាំងញញឹមបន្តិចជំរាបសួរលោកចម្រុងខ្ញុំឃើញលោកមកទស្សនារាល់ដងតើលោកមានការអ្វីខ្ញុំគ្រាន់តែចង់ប្រាប់ថាការសម្ដែងរបស់អ្នកនាងពិតជាអស្ចារ្យណាស់វាបានរំលឹកខ្ញុំពីភាពរុងរឿងនៃនគរយើងសុខាញញឹមបន្តិចសូមអរគុណលោកពួកយើងខិតខំរាំរាល់ថ្ងៃដើម្បីឲ្យសិល្បៈវប្បធម៌ខ្មែរនៅគង់វង្សពិតជាដូច្នេះមែនចម្រុងឆ្លើយតបវិញខ្ញុំជាអ្នកចម្លងប្រវត្តិសាស្ត្រខ្ញុំព្យាយាមរក្សារឿងរ៉ាវអតីតកាលឯអ្នកនាងវិញរក្សាព្រលឹងនៃសាឡាក់យើងទាំងពីរកុំធ្វើកិច្ចការតែមួយគឺរក្សាអត្តសញ្ញាណខ្មែរចាប់ពីពេលនោះមកចម្រុងនិងសុខាបានក្លាយជាមិត្តភក្តិជិតស្និទ្ធពួកគេតែងតែជួបគ្នាដើម្បីផ្លាស់ប្ដូរគំនិតគ្នាទៅវិញទៅមកអំពីប្រវត្តិសាស្ត្រវប្បធម៌និងអនាគតនៃនគរក្តីស្រឡាញ់បានចាប់ផ្ដើមរីកដុះដាលនៅក្នុងចិត្តរបស់ពួកគេទោះបីជាពួកគេមិនទាន់បាននិយាយវាចេញមកក៏ដោយប៉ុន្តែភាពស្និទ្ធស្នាលនេះស្ថិតនៅក្រោមស្រមោលដ៏ធំមួយព័ត៌មានពីបរទេសបានចាប់ផ្ដើមជ្រៀតចូលកាន់តែខ្លាំង
រាល់ថ្ងៃមានទូតសៀមនិងទូតអាណាមចូលគាល់ព្រះមហាក្សត្រជាហូហែដោយនាំមកនូវសារនិងសំណើជាច្រើនដែលធ្វើឲ្យព្រះរាជវាំងទាំងមូលមានភាពតានតឹងរឿងរ៉ាវអំពីព្រះអង្គម្ចាស់ជាច្រើនអង្គដែលបានភៀសព្រះកាយទៅសៀមដើម្បីស្វែងរកការគាំទ្របានធ្វើឲ្យរាជវាំងបែកបាក់ផ្ទៃក្នុងចម្រុងបានឮពីពាក្យខ្សឹបខ្សៀវនៅក្នុងរាជវាំងថាព្រះមហាក្សត្រកំពុងស្ថិតក្នុងភាពលំបាកខ្លាំងព្រះអង្គត្រូវតែរើសរវាងអាណាមនិងសៀមអ្នកខ្លះនិយាយថាព្រះអង្គប្រកាន់អាណាមជាងសៀមអ្នកខ្លះទៀតថាសៀមគ្រាន់តែចង់ត្រួតត្រាយើងប៉ុណ្ណោះចម្រុងយល់ថាវាជាសញ្ញានៃគ្រោះថ្នាក់ដូចជាសត្វកណ្ដុតដែលជាប់នៅក្នុងអន្ទាក់ឆ្មាពីក្បាលដូចឆ្នោតដែរគេគិតក្នុងចិត្តខ្មែរត្រូវតែរកផ្លូវចេញដោយខ្លួនឯងពេលវេលាកន្លងផុតទៅស្ថានភាពនយោបាយកាន់តែអាក្រក់ទៅវត្តមានរបបទីប្រឹក្សានិងទីហ៊ានអាណាមនៅក្នុងទីក្រុងភ្នំពេញបានកើនឡើងជាលំដាប់ព្រះបាទអង្គច័ន្ទទី2ទោះបីជាទ្រង់ចង់រក្សាអធិបតេយ្យភាពក៏ដោយក៏ទ្រង់ក៏មានជំរឿក្រៅពីទទួលយកជំនួយនិងការការពារពីអាណាមដែរដោយសារតែការគំរាមកំហែងពីសៀមនៅតែមានឥតឈប់ឈរចម្រុងត្រូវបានចាត់តាំងឲ្យធ្វើជាអ្នកកត់ត្រានៅលិខិតទូតនិងកិច្ចព្រមព្រៀងជាច្រើនរវាងកម្ពុជានិងអាណាមរាល់ពេលដែលគេចម្លងលិខិតទាំងនោះចម្រុងកាន់តែយល់ច្បាស់ថាកម្ពុជាកំពុងបាត់បង់អធិបតេយ្យភាពបន្តិចម្ដងដីធ្លីខ្លះត្រូវប្រគល់ទៅឲ្យអាណាមការសម្រេចចិត្តខ្លះត្រូវមានការយល់ព្រមពីទីប្រឹក្សាអាណាមវាហាក់ដូចជាខ្សែមាសនៃនគរកំពុងតែដាច់ជាកំណាត់យើងកំពុងលក់ប្រលឹងរបស់យើងទៅឲ្យបរទេសចម្រុងធ្លាប់បានលួចនិយាយជាមួយលោកពូឆៃឪពុករបស់គេកូនត្រូវប្រយ័ត្នមាត់ឪពុករបស់គេដាស់តឿនជញ្ជាំងក៏មានត្រចៀកដែរនៅក្នុងរាជវាំងមានមន្ត្រីម្នាក់ឈ្មោះអុកញ៉ាខ្លាំងមឿងគាត់ជាមន្ត្រីជាន់ខ្ពស់ម្នាក់ដែលទទួលបន្ទុកផ្នែកហិរញ្ញវត្ថុនិងឃ្លាំងអុកញ៉ាខ្លាំងមឿងជាបរិសុទ្ធវ័យចំណាស់ម្នាក់ដែលមានទឹកមុខមឹងម៉ាត់ប៉ុន្តែចម្រុងសម្គាល់ឃើញថាគាត់តែងតែមានការជួបសំណេះសំណាលជាសម្ងាត់ជាមួយទីប្រឹក្សាអាណាមដំបូងចម្រុងគិតថាវាគ្រាន់តែជាកិច្ចការរដ្ឋបាលធម្មតាប៉ុណ្ណោះប៉ុន្តែថ្ងៃមួយចម្រុងបានលួចឮការសន្ទនារវាងអុកញ៉ាឃ្លាំងមឿងនិងទីប្រឹក្សាអាណាមម្នាក់ដែលបានកាត់ឡើងដោយចៃដន្យនៅឯសាលារាជវាំងដីស្រែមួយផ្នែកធំនៅខេត្តបាទីត្រូវតែប្រគល់ឲ្យអាណាមដើម្បីជាធ្នួនឹងការការពារអុកញ៉ាឃ្លាំងមឿងនិយាយតិចជាការពិតណាស់អុកញ៉ាហើយទ្រព្យសម្បត្តិដែលរកបាំងពីដីទាំងនោះគឺត្រូវបែងចែកគ្នានោះជាលក្ខខណ្ឌទីប្រឹក្សាអាណាមឆ្លើយតបទាំងញញឹមសំឡេងនេះបានធ្វើឲ្យចម្រុងភ័យញ័រពេញខួនអុកញ៉ាខ្លាំងមឿងមិនមែនជាអ្នកស្មោះត្រង់ឡើយគាត់កំពុងតែលួចផលប្រយោជន៍ជាតិដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនចាប់តាំងពីពេលនោះមកចម្រុងបានចាប់ផ្ដើមសង្កេតមើលអុកញ៉ាខ្លាំងមឿងកាន់តែយកចិត្តទុកដាក់គាត់បានឃើញអុកញ៉ាខ្លាំងមឿងតែងតែទទួលអំណោយពីជនជាតិអាណាមនិងជារឿយតែងតែបញ្ចុះភ្ជាប់ព្រះមហាក្សត្រឲ្យយល់ព្រមតាមសំណើរបស់អាណាមដំណឹងនៃការកើនឡើងឥទ្ធិពលអាណាមបានលេចលឺទៅដល់ដែនសៀមព្រះចៅសៀមបានចាត់ទុកថាការដែលព្រះបាទអង្គច័ន្ទទី2ងាកទៅរកអាណាមគឺជាការប្រមាថមើលងាយយ៉ាងខ្លាំងនៅចុងឆ្នាំ1813សៀមបានចាប់ផ្ដើមប្រមូលផ្ដុំកងទ័ពនៅតាមព្រំដែនកម្ពុជាហើយបានផ្ញើសារគំរាមកំហែងទៅព្រះរាជវាំងភ្នំពេញសុខាក៏មានការព្រួយបារម្ភយ៉ាងខ្លាំងដែរនាងបាននិយាយជាមួយចម្រុងតាំងទឹកមុខក្រៀមក្រំថាខ្ញុំខ្លាចណាស់ចម្រុងខ្ញុំខ្លាចថាសិល្បៈវប្បធម៌របស់យើងនឹងត្រូវបាត់បង់ខ្ញុំខ្លាចថាកូនចៅជំនាន់ក្រោយនឹងមិនបានឃើញរបាំបុរាណរបស់យើងទៀតឡើយកុំព្រួយអីសុខាចម្រុងនិយាយទាំងព្យាយាមលួងលោមដរាបណាយើងនៅតែចងចាំដរាបណាយើងនៅតែខិតខំសិល្បៈរបស់យើងនឹងមិនបាត់បង់ឡើយប៉ុន្តែនៅក្នុងចិត្តរបស់ចម្រុង
ครูนแองเกดังทากรัวถนักบานคัดเจ็ดมกดอให้เกเมียนอารามท้าใดขมายกมป้องตารมย้อกรอมจึงมันยูปนหมันกรัวมหันตรายกบานหมอกดอลเนดามชนำหมปนปรำไปรอยดับบนกองตอบเสียมดอจรานสันถึกสันทวัดบานบ้ากาเวียประแหโจนหมอกเลือตึกในกัมพูเชียตามจรอกเปียยาดสเฟิดโดยเมียนบำหลองพด้วลรมลมแปรบาดอองจันติปีนึ่งจุมนัวดอยแปรเรียจวงสานุวังได้เพียแปรกายตือเสียมแปรบาดอองจันติปีจะมวยกองตอบอันน้ำหนึ่งกองตอบขมายมวยแผนกตูดบานพิเชยเยี่ยมตบตลปันตากำ